យប់មួយយើងឃើញថានារីម្នាក់កំពុងតែអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះរបស់នាងរំពេចហ្នឹងយើងក៏បានឮសំឡេងក្មេងស្រីម្នាក់ដែលបានបន្លឺឡើងថា Mom ហើយក្មេងស្រីម្នាក់ហ្នឹងគឺឈ្មោះថាលីសាដោយបានឮសំឡេងកូនហៅម៉ាក់លីសាក៏បានទៅគោះទ្វាររបស់គាត់ហើយក៏បានសួរថាកូនមានរឿងអីពេលហ្នឹងលីសាក៏បាននិយាយថាម៉ាក់កូនគេញឲ្យលក់ទេកូនសុំតែដោះគោស្រស់មួយកែវដោយឮកូនសុំទៅដោះគោស្រស់មួយកែវអញ្ចឹងម៉ាក់លីសាក៏បានទៅធ្វើទៅដោះគោឲ្យកូនញ៉ាំបន្ទាប់ពីទទួលបានទៅដោះគោមួយកែវហើយលីសាក៏បានគេងលក់ស្កប់ស្កល់ដល់ភ្លឺហើយក៏បានទៅសាលាដូចរដងរឿងដែលចម្លែកគឺបានកើតឡើងនៅក្នុងយប់នេះយប់ហ្នឹងគឺលីសាគាត់បានទៀមទាដោះគោមួយកែវទៀតហើយម៉ាក់របស់គាត់ក៏បានតែមើលទូទឹកកកឃើញថាទៅដោះគោត្រូវបានអស់ហើយអញ្ចឹងគាត់ក៏បានធ្វើការត្រឡប់មកប្រាប់លីសាថាកូនទៅដោះគោគឺអស់ហើយអញ្ចឹងចាំស្អែកចាំម៉ាក់ទិញឲ្យអញ្ចឹងគាត់ក៏បានតែគេងរៀងខ្លួនទៅលីសានៅពេលដែលអត់បានទៅដោះគោញ៉ាំគឺគាត់គេងឲ្យលក់សោះស្រាប់តែមករំពេចហ្នឹងគាត់បានឮសំឡេងគូទ្វារហើយក៏បានឮសំឡេងថា Lisa it's me ដោយឮសំឡេងម៉ាក់របស់ខ្លួនហៅក៏ទៅបើកទ្វារមកឃើញថាម៉ាក់របស់គាត់គឺបានកាន់នៅទៅដោះគោមួយដបជាមួយនឹងទឹកមុខស្រីស្លាំងមែនតើម៉ាក់លីសាគឺបានទៅធ្វើទៅដោះគោឲ្យលីសាញ៉ាំប៉ុន្តែទៅដោះគោចេញមកសានេះគឺពណ៌ក្រហមដោយមានភាពសង្ស័យលីសាអត់ចង់ញ៉ាំទៅដោះគោហ្នឹងទេប៉ុន្តែពេលហ្នឹងស្រាប់តែ Drink. ដោយលីសាគាត់អត់ទុកចិត្តនៅក្នុងការញ៉ាំទៅដោះគោហ្នឹងគាត់ក៏សម្រេចចិត្តចាក់ចោលប៉ុន្តែពេលហ្នឹងគឺគាត់បានឃើញរឿងដ៏ចម្លែកមួយបានកើតឡើងលើម៉ាក់របស់គាត់គឺពេលហ្នឹងលីសាគាត់ភ័យមែនតើគាត់ព្យាយាមបិទភ្នែករបស់គាត់ហើយក៏បានបើកភ្នែកទៅវិញអត់មានរឿងអីកើតឡើងទេប៉ុន្តែមួយរំពេចក្រោយមកគាត់បានឮសំឡេងចម្លែកមួយបានកើតឡើងដោយខ្លួននៅក្មេងលីសាគាត់ភ័យខ្លាំងពេកក៏រត់ចូលទៅពូនក្រោមគ្រែហើយមួយរំពេចហ្នឹងនាងក៏បានឃើញជើងមនុស្សប្រុសម្នាក់ដែលបានដើរកាត់ក្រោមគ្រែរបស់នាងហើយក៏បាននិយាយថា Lisa. Where are you, Lisa? បន្ទាប់ពីឃើញជើងនឹងដើរទៅផុតហើយនាងក៏ធូរអារម្មណ៍មកវិញប៉ុន្តែនៅពេលហ្នឹងស្រាប់តែដោយភ័យខ្លាំងពេកលីសាគាត់បានស្រែកមកទំហឹងហើយពេលហ្នឹងក៏បានឮសំឡេងគោះទ្វារលីសាគាត់បញ្ញាប់រត់ទៅបើកទ្វារហ្នឹងហើយពេលហ្នឹងគឺម៉ាក់របស់គាត់បានសួរថាកូនមានរឿងអីហើយលីសាគាត់បានប្រាប់រឿងរ៉ាវដែលគាត់បានជួបហ្នឹងហើយម៉ាក់របស់គាត់ក៏បានលួងចិត្តរបស់គាត់ដោយប្រាប់ថានេះគ្រាន់តែជាសុបិនទេពេលហ្នឹងលីសាគាត់អត់ហ៊ាននៅកន្លែងហ្នឹងទៀតទេគាត់អត់ហ៊ានដេកទៀតទេគាត់ក៏ឲ្យម៉ាក់របស់គាត់មកដេកជាមួយអញ្ចឹងទៅប៉ុន្តែរឿងដែលនឹកស្មានដល់គឺ